អខេតកកុងជាឋានសួគ៌សុខពិរមនៃប្រជាពលរដ្ឋខ្មែរអើយតើអ្នកកំពុងតែនឹងរងគ្រោះដោយក្រុមជនទុច្ចរិតទៀតឬយ៉ាងណាកាលពីឆ្នាំ2015រហូតដល់ឆ្នាំ2017ចលនាមេដាធម្មជាតិបានធ្វើការស៊ើបអង្កេតពីការបូមខ្សាច់និងការនាំចេញខ្សាច់ខុសច្បាប់ទៅក្រៅប្រទេសដោយបានសហការជាមួយសហគមន៍មូលដ្ឋានក្នុងការធ្វើបាតកម្មព្រមទាំងបានបញ្ចេញវីដេអូចោទសំណួរជាច្រើនដល់ក្រសួងពាក់ព័ន្ធដើម្បីលើកតម្កើងពីការបាត់ខ្សាច់ជាង70លានតោនដែលមានតម្លៃប្រមាណរាប់រយលានដុល្លារទៅកាន់ប្រទេសសិង្ហបុរី1លាន5សែនតោនដែលមានតម្លៃជាង31លានដុល្លារទៅកាន់ប្រទេសតៃវ៉ាន់និងជាង1សែនតោនទៅកាន់ប្រទេសឥណ្ឌាគ្រានោះសកម្មជនចលនាមេដាធម្មជាតិ3នាក់ត្រូវបានជប៉ុនធនាគារយ៉ាងអយុត្តិធម៌អស់រយៈពេល18ខែនៅថ្ងៃទី10ខែកក្កដាឆ្នាំ2017រដ្ឋាភិបាលមហាស្របច្បាប់តាមរយៈក្រសួងរ៉ែនិងធម្មពលដែលមិនអាចទ្រាំនឹងភាពអាម៉ាស់របស់ខ្លួនឯងបាននៅលើឆាកអន្តរជាតិក៏សម្រេចចេញសេចក្តីប្រកាសបញ្ឈប់ជាស្ថាពរនៃការធ្វើអាជីវកម្មខ្សាច់សំណង់និងខ្សាច់លបាយភក់គ្រប់ប្រភេទនៅខេត្តកោះកុងនាំចេញទៅក្រៅប្រទេសដើម្បីទប់ស្កាត់ផលប៉ះពាល់ជាអវិជ្ជមានដល់បរិស្ថានតើការនាំចេញខ្សាច់ទៅក្រៅប្រទេសកំពុងតែនឹងត្រឡប់មកដំណើរការម្ដងទៀតឬយ៉ាងណាថ្មីនេះចលនាមេដាធម្មជាតិបានទទួលព័ត៌មានពីប្រភពដែលធ្វើការក្នុងខ្សែនេះថាក្រសួងរ៉ែនិងធម្មពលកំពុងដំណើរការចរចាក្នុងការផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនឈ្មោះ Catalyst Marine and Resources Cambodia Co Ltd ឲ្យធ្វើការបូមខ្សាច់និងនាំចេញខ្សាច់ឡើងវិញនៅខេត្តកោះកុងគួរបញ្ជាក់ដែរថាក្រុមហ៊ុននេះទើបតែបានចុះបញ្ជីថ្មីថ្មោងនៅក្នុងក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី20ខែធ្នូឆ្នាំ2024ដែលមានចាងវាងចំនួន4នាក់ជាជនជាតិសិង្ហបុរីរួមមានយ៉ាវខ្វាំងហ្វេអៃម៉ូម៉ូគ្វេកស៊ីនលេនិងស៊ីឈូបឈូតាមរយៈព័ត៌មានដែលយើងទទួលបានពីអាជ្ញាធររៀបចំគណនេយ្យនិងគ្រប់គ្រងក្រុមហ៊ុនរបស់ប្រទេសសិង្ហបុរីក្នុងចំណោមបុគ្គលដែលពាក់ព័ន្ធខាងលើយើងបានរកឃើញឈ្មោះបុគ្គល3នាក់ជាម្ចាស់ក្រុមហ៊ុនយក្សរបស់សិង្ហបុរីចំនួន2គឺក្រុមហ៊ុន Star High Asia Pacific PTE Ltd ជាក្រុមហ៊ុនពាក់ព័ន្ធនឹងការផ្គត់ផ្គង់ខ្សាច់ទូទាំងអាស៊ីអាគ្នេយ៍ចំណែកក្រុមហ៊ុន Chaya Shipping and Trading Corp PTE Ltd ជាក្រុមហ៊ុនដឹកជញ្ជូនធំមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ព្រមទាំងផ្ដល់សេវាកម្មជួលទូកនិងកប៉ាល់យក្សធំៗទៀតផងយោងតាមសារបណ្ដារបស់ម្ចាស់ពេលហ៊ុនសិង្ហបុរីទាំងនេះនិងឈ្មោះក្រុមហ៊ុន Catalyst Marine and Resources Co Ltd ធ្វើឲ្យយើងមានការសង្ស័យថាក្រុមហ៊ុនដែលទើបបញ្ចុះបញ្ជីនេះអាចនឹងធ្វើសកម្មភាពដូចខាងក្រោមទី1ការបូមខ្សាច់ទី2ការនាំខ្សាច់ចេញទៅក្រៅប្រទេសទី3ការគ្រប់គ្រងធនធានសមុទ្រនិងឡាឬក៏អាចនឹងមានការអនុវត្តច្បាប់មិនប្រក្រតីណាមួយក្នុងជួររដ្ឋាភិបាលយើងសូមទាញការចាប់អារម្មណ៍ថានៅខែវិច្ឆិកាឆ្នាំ2021នេះបន្ទាប់ពីមានការលក់មុខក្នុងរឿងនាំចូលសាច់ខុសច្បាប់ជាច្រើនលើកចន្ទសារក្រសួងអភិវឌ្ឍជាតិរបស់សិង្ហបុរីបានបង្ហាញការបញ្ញាចិត្តក្នុងសភាថាយើងមិនអត់ឱនឲ្យមានការជួញដូរខុសច្បាប់ឬការទាញយកសាច់ដែលបំពានច្បាប់និងបទបញ្ញត្តិរបស់ប្រទេសអភពឡើយអ្នកនាំចូលត្រូវបានរំពឹងថានឹងគោរពច្បាប់និងបទបញ្ញត្តិនៃប្រទេសប្រភពចលនាមេដាធម្មជាតិនឹងបន្តផ្ទៀងផ្ទាត់ទៅតែអនាគតចំពោះការលើកឡើងនេះប្រសិនបើការនាំចូលសាច់ពីកម្ពុជានឹងកើតឡើងម្ដងទៀតនោះយើងសង្ឃឹមថាលោកកែរតនៈរដ្ឋមន្ត្រីក្រសួងរ៉ែនិងធម្មពលនឹងចេញមុខបកស្រាយចំពោះបញ្ហានេះជូនប្រជាពលរដ្ឋខ្មែរជាបន្ទាន់ចុងក្រោយសូមពុកម៉ែបងប្អូនចូលរួមការពារធនធានសមុទ្ររបស់យើងទាំងអស់គ្នាដោយនិយាយពាក្យថាទេចំពោះការបូមខ្សាច់និងការនាំចេញខ្សាច់ខុសច្បាប់នៅក្នុងប្រអប់ខមមិនខាងក្រោមសូមចូលរួមចែករំលែកវីដេអូនេះទាំងអស់គ្នាសូមអរគុណ